គ្រប់នឹងជំរាបសួរទៅដល់ពុកម៉ែបងប្អូនអរគ្នាដែលជាអ្នកគ្រប់គ្រងនៅលើ channel YouTube របស់ខ្ញុំបាទដែលមានឈ្មោះថាទេសភាពស្រុកស្រែហើយវីដេអូនេះដូចជាពុកម៉ែបងប្អូនអរគ្នាបានឃើញអញ្ចឹងខ្ញុំនឹងមកថតអំពីទេសភាពនៅស្រុកស្រែចំការពុកម៉ែបងប្អូនហើយមេឃនេះគឺទៅតែភ្លៀងហើយទេឃើញថាទេសភាពយើងគឺវាស្រែគឺខៀវស្ងាត់មែនទែនពុកម៉ែបងប្អូនអរគ្នាបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនរីករាយនៅក្នុងការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំហើយកុំភ្លេចចុច like ក៏ដូចជា subscribe នៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងហើយនៅក្នុងវីដេអូថ្ងៃហ្នឹងគឺខ្ញុំជិះម៉ូតូខ្ញុំនេះដើម្បីថតវីដេអូពីទេសភាពស្រុកស្រែចំការគឺនៅក្នុងវីដេអូហ្នឹងខ្ញុំជិះម៉ូតូហ្នឹងពុកម៉ែបងប្អូនជិះម៉ូតូថតទេសភាពឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលហើយតិចទៀតខ្ញុំនឹងជិះម៉ូតូដើម្បីថតអំពីទេសភាពស្រុកស្រែចំការប៉ុន្តែឥឡូវនេះខ្ញុំចង់ថតពី view មានន័យថាពីទេសភាពឲ្យពុកម៉ែបងប្អូនមើលនេះគឺសតុងវិជាកសិករយើងគឺឃើញថាដុះលូតលាស់ល្អខ្លាំងមែនទែនពុកម៉ែបងប្អូនគឺឡើងខៀវស្ងាត់ហ្មងហើយកាមេរ៉ាជួយថតទេសភាពនឹងមកប៉ុសដើម្បីទុកយើងមើលទុកកាត់ដាក់ thumbnail ផងក៏ដូចជាឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលផងហើយកន្លែងនេះក៏វាស្រែដែរពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនសិតតែវាស្រែយើងហើយអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះពុកម៉ែបងប្អូនអរគ្នាសប្បាយចិត្តនៅក្នុងការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅលើ channel YouTube របស់ខ្ញុំម្នាក់មួយផងហើយបន្តិចទៀតនេះខ្ញុំនឹងជិះម៉ូតូខ្ញុំដើម្បីថតអំពីទេសភាពនៅស្រុកស្រែចំការយើងឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលហើយខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំនឹងពុកម៉ែបងប្អូនអរគ្នានឹងសប្បាយចិត្តក៏ដូចជាសប្បាយរីករាយនៅក្នុងការតាមដានទស្សនានៅវីដេអូមួយនេះហើយអញ្ចឹងដែរគឺខ្ញុំនឹងឲ្យពុកម៉ែបងប្អូនមើលអំពីទេសភាពដែលពេលដែលខ្ញុំជិះម៉ូតូថតឲ្យពុកម៉ែបងប្អូនអរគ្នាមើលហើយកម្រងចាំយូរតោះ Let's go to my video ជិះម៉ូតូថតទេសភាពវាស្រែLet's go នេះគឺជាសកម្មភាពដែលខ្ញុំជិះម៉ូតូខ្ញុំថតអំពីទេសភាពនៅស្រុកស្រែចំការឲ្យពុកម៉ែបងប្អូនទាំងគ្នាបានមើលអញ្ចឹងណាហើយពុកម៉ែបងប្អូនទាំងគ្នាអាចមើលទៅគឺមានសតុងមានសណាបមានអីដែលជាកសិករយើងបានដាំដុះអញ្ចឹងណាពុកម៉ែបងប្អូនហើយឃើញមានដើមត្នោតច្រើនណាពុកម៉ែបងប្អូនមានព្រីងហើយនៅកន្លែងនេះគឺកន្លែងគេកាប់អាចដីពុកម៉ែបងប្អូនទាំងគ្នាហើយគេកាប់ជ្រៅមែនតែនប៉ុន្តែខ្ញុំឃើញវាអញ្ចឹងទៅក៏ខ្ញុំឆ្លៀតថតឲ្យពុកម៉ែបងប្អូនមើលបន្តិចអញ្ចឹងទៅហើយខ្ញុំក៏បានបត់បន្តទៅវិញដើម្បីឲ្យពុកម៉ែបងប្អូនទាំងគ្នាបានមើលពីទេសភាពនៅវាស្រែអញ្ចឹងណាពុកម៉ែបងប្អូនហើយនៅពេលដែលអារម្មណ៍ខ្ញុំអត់សូវល្អខ្ញុំមានភាពតានតឹងឬក៏អារម្មណ៍យើងនិយាយស្រួលយល់ sad ក្រៀមក្រំអញ្ចឹងទៅ stress អញ្ចឹងទៅខ្ញុំតែងតែមកជិះម៉ូតូមើលទេសភាពស្រុកស្រែចំការហើយឮសំឡេងសត្វយំដូចជាពុកម៉ែបងប្អូនឮấyគឺសត្វង្កែបសត្វអីយំទៅហើយខ្យល់អាកាសគឺបក់មកលហើយខ្ញុំទៅខ្ញុំមើលទេសភាពស្រុកស្រែចំការទៅគឺខ្ញុំបានលំហើយគូក្បាលខ្ញុំគឺ relax គឺស្រស់ស្រាយគឺអត់មានភាពដែលគេហៅថាមាននៅភាពក្រៀមក្រំហ្នឹងគឺថាលែងមានទេថាគឺថារំសាយទៅតាមទេសភាពនៃស្រុកស្រែចំការទាំងអស់ហ្នឹងដែលខ្ញុំបានមើលទៅគឺថារំសាយនៅទុកកង្វល់របស់ខ្ញុំអស់លីងហ្មងអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងបានថតចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលហើយពុកម៉ែបងប្អូនទាំងអស់គ្នានឹងបានលក្ខណៈថានឹងបានស្រស់ស្រាយតាមខ្ញុំដែរហើយវីដេអូនេះខ្ញុំថតឡើងសង្ឃឹមថាជាវីដេអូមួយដែលមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនទាំងគ្នានៅក្នុងការតាមដានទស្សនាក៏ដូចជាបានទទួលបាននូវអារម្មណ៍មួយដែលស្រស់ស្រាយចេញពីការថតវីដេអូរបស់ខ្ញុំដែលខ្ញុំជិះម៉ូតូថតអំពីទេសភាពនៅវាស្រែចំការចែកជូនដល់ពុកម៉ែបងប្អូនទាំងគ្នាបានមើលហើយប្រសិនបើពុកម៉ែបងប្អូនទាំងគ្នាបានមើលវីដេអូមកដល់ត្រង់ចំណុចនេះខ្ញុំសូមផ្ញើក្តីនឹករលឹកនិងអរគុណចំពោះពុកម៉ែបងប្អូនទាំងគ្នាដែលជាអ្នកគាំទ្រនៅលើ channel YouTube របស់ខ្ញុំតាំងពីពេលដែលខ្ញុំចាប់ផ្ដើមរហូតមកដល់ពេលឥឡូវហ្នឹងខ្ញុំពិតជាអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនហើយជាពិសេសសូមផ្ញើក្តីនឹករលឹកទៅតាមវីដេអូនេះគឺទៅដល់បងប្អូននៅស្រុកក្រៅផងបងប្អូនខ្មែរនៅស្រុកក្រៅផងដែលគាត់បានតាមដានទស្សនានៅវីដេអូរបស់ខ្ញុំមួយនេះគឺជាពិសេសបងប្អូនខ្មែរដែលរស់នៅអាមេរិកឬក៏រស់នៅកាណាដាឬក៏នៅបណ្ដាប្រទេសអីផ្សេងទៀតដែលនៅស្រុកក្រៅគឺខ្ញុំគិតថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជានឹកស្រុកស្រែហើយពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជានឹកស្រុកកំណើតហើយដូច្នេះហើយដើម្បីរំសាយនៅអារម្មណ៍នៃការនឹកនេះខ្ញុំក៏បានថតវីដេអូនេះឡើងក៏ជាប្រយោជន៍មួយសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបានតាមដានទស្សនាក៏ដូចជាបានមើលនៅទេសភាពវាស្រែនេះផងដែរ
ដែលអាចរំសាយអារម្មណ៍នៃការនឹករបស់ពុកម៉ែបងប្អូនបានមួយកម្រិតផងដែរហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនដែលនៅរស់នៅស្រុកក្រៅខ្ញុំគិតថានៅពេលថ្ងៃណាមួយគាត់ប្រកាសជាត្រឡប់មកស្រុកកំណើតវិញគាត់ប្រកាសជាត្រឡប់មកស្រុកស្រែវិញហើយពេលនោះគាត់នឹងទទួលបានអារម្មណ៍មួយដល់រីករាយមែនទែនពីព្រោះថាបែកពីស្រុកយូរហើយដូច្នេះខ្ញុំសូមផ្ញើនៅក្តីនឹករលឹកចំពោះពួកគាត់ទាំងអស់គ្នាផងហើយនៅត្រង់ចំណុចនេះពុកម៉ែបងប្អូនទាំងអស់គ្នាឃើញហើយគឺខ្ញុំជិះម៉ូតូផ្ទាល់គឺខ្ញុំជិះម៉ូតូដើម្បីមើលនៅទេសភាពនៅសុកសេចំការអញ្ចឹងណាពុកម៉ែបងប្អូនអរគ្នាដូចជាពុកម៉ែបងប្អូនអរគ្នាបានឃើញមិនអញ្ចឹងហើយបន្ទាប់ពីខ្ញុំបានធ្វើការជិះម៉ូតូដើម្បីថតទេសភាពឲ្យពុកម៉ែបងប្អូនអរគ្នាមើលខ្ញុំក៏បានឈប់ម៉ូតូដើម្បីធ្វើការថតនៅទេសភាពវាស្រែមានសតុងមានសណាប់អញ្ចឹងទៅដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានភាពងាយស្រួលនៅក្នុងការតាមដានទស្សនានៅវីដេអូមួយនេះហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំនៅក្នុងការថតវីដេអូបន្តទៀតហើយកន្លែងនេះគឺខ្ញុំថតឲ្យចិត្តដើម្បីឲ្យពុកម៉ែបងប្អូនមើលសតុងអញ្ចឹងណាគឺគិតទៅខ្ញុំគិតទៅវាស្រែគឺគេហៅថាខៀវសង្ងាត់មែនតើពុកម៉ែបងប្អូនអ្នកគ្នាមើលទៅគឺថាមានអារម្មណ៍មួយថាដូចជាកំរាព្រំពណ៌ខៀវមួយអញ្ចឹងណាពុកម៉ែបងប្អូនអ្នកគ្នាហើយនៅពេលដែលវាមានផ្កាផ្លែវានឹងក្លាយទៅជាកំរាព្រំពណ៌មាសម្ដងចាំមើលនៅពេលដែលដល់រដូវវាទុំពុកម៉ែបងប្អូនដល់រដូវស្រូវទុំខ្ញុំនឹងអាចមកថតវីដេអូឲ្យពុកម៉ែបងប្អូនអ្នកគ្នាបានតាមដានទស្សនាម្ដងទៀតអាចថាប្រហែលណាពុកម៉ែបងប្អូនអាចថាប្រហែលខ្ញុំនឹងមកថតឲ្យពុកម៉ែបងប្អូនមើលភាសាទៀតតើតើអំពីស្រូវនៅពេលដែលវាទុំទៅវាប្រៀបដូចជាកំរាព្រំពណ៌មាសដូចជាខ្ញុំបាននិយាយមិនអញ្ចឹងបាទអញ្ចឹងខ្ញុំអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាដែលបានតាមដានទស្សនានៅវីដេអូមួយនេះរហូតដល់ចប់ហើយនៅពេលនេះខ្ញុំកំពុងតែអង្គុយនៅលើម៉ូតូហើយកំពុងតែមើលទេសភាពសុកសែយើងទៀតអញ្ចឹងណាហើយដោយសារតែវីដេអូយើងមានរយៈពេលយូរហើយអញ្ចឹងវីដេអូនេះក៏ដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់នៅវីដេអូនៃការជិះម៉ូតូថតអំពីទេសភាពសុកសែចំការឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលសូមពុកម៉ែបងប្អូនអរគ្នាកុំភ្លេចជួយចុច like ក៏ដូចជា subscribe នៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតដែលខ្ញុំនឹងបង្ហោះចែកជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាបានតាមដានទស្សនាទាក់ទងអំពីដំណាំបន្លែផ្លែឈើក៏ដូចជាទេសភាពនៅស្រុកស្រែចំការរបស់យើងចែកជូនទៅដល់ពុកម៉ែបងប្អូនអរគ្នាបានតាមដានទស្សនាហើយជាចុងក្រោយខ្ញុំបាទសូមជូនពរដល់ពុកម៉ែបងប្អូនអរគ្នាដែលជាអ្នកតាមដាននៅលើវីដេអូរបស់ខ្ញុំក៏ដូចជាអ្នកគាំទ្រនៅលើ channel YouTube របស់ខ្ញុំសូមពុកម៉ែបងប្អូនអរគ្នាមានសុខភាពល្អហើយជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំឲ្យឃ្លៀងឃ្លាតឡើយខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមអរគុណ